ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការ record វីដេអូទាក់ទងទៅនឹង PHP and MySQL deployment អញ្ចឹងជាដំបូងយើងចូលមកកាន់ cPanel របស់យើងមកតទៅយើងចូលមកកាន់ database visa នេះកន្លែងនេះយើងធ្វើការ create នៅឈ្មោះ database មួយមកចេញដាក់ឈ្មោះ navigation តយើងចេញ step កន្លែងនេះ create database user ខ្ញុំដាក់ឈ្មោះមកតមកទៀតកន្លែងនេះ process ធ្វើការ generate វាមកយើង create user មកយើង create all មកតមកទៀតយើងចេញ match next step តមកទៀតយើងធ្វើការចូលមក return to manage my database មកនេះយើងនឹងឃើញឈ្មោះ DB ហើយឈ្មោះ user ហ្នឹងរបស់យើងទៅបង្កើតហ្នឹងតទៅយើងខ្វាយវាចេញវិញមកហើយយើងធ្វើការចូលមក go cPanel ម្ដងទៀតទៅយើងចូលទៅកាន់ file manager ចូលមកកាន់ public HTML នេះមកតមកទៅយើងចូលទៅកាន់ web ប្រែដល់ origin មកទៅកាន់ download តទៅយើងធ្វើការចុច download WordPress មកយើងរងចាំវាដល់ពេញសិនចាំតទៅយើង download ពេញហើយយើងត្រឡប់មក cPanel របស់យើងវិញតមកទៀតយើងចុចទៅលើអីចុចលើ upload ហើយយើងធ្វើការ select file ហើយយើង download មិញនេះយើង select យកទៅមកយើង open ហើយយើងរងចាំឲ្យវាចូលពេញសិនអញ្ចឹងបន្ទាប់ពីពេញហើយយើងត្រឡប់មកវិញមកចាំមកទៀតខ្ញុំធ្វើការទៅចាំឲ្យខ្ញុំចោលអស់សិនប៉ុណ្្នេះហើយលុបទៅអស់extract ឲ្យមកយើងជួយ extract នេះសម្រាប់យើងចូលក្នុង folder ហ្នឹងមកមកទៀតយើងធ្វើការmoveយើងស្អីទាំងអស់ហើយយើង move ក្នុងមួយបែកមួយសិនចឹងធ្វើការលុបអានេះមួយធ្វើការលុបអានេះតមកទៀតខ្ញុំលុបអានេះហើយខ្ញុំក៏លុបអានេះដែរ
នេះហើយតមកទៀតយើងលុប alpha នេះវាចេញវិញទៅហើយ folder នេះក៏យើងលុបវាចេញវិញthìយើងទៅកាច់ចូលទៅកងខ្ញុំវិញមកពីបន្ទាប់នេះយើងចុច continue ចុច let's go កន្លែងនេះ database name នេះយើងទៅ copy database name របស់យើងមកនេះហើយ username ហ្នឹង copy username ហ្នឹងមក password តោះយើងចុច submit តោះយើងចុច run installation ហ្នឹងមក site title ដាក់អីចាំមកទៅមកទៀតតោះយើងឆែកយកមកហើយ install WordPress self login តោះយើង copy ហ្នឹងមកហើយមានឈ្មោះអីហើយយើង login yes ចូលនេះហើយយើងចូល thêm C នេះមក internet slow ហើយយើងចុច install នេះមួយមកទៅ install ហើយយើងធ្វើការចុច activate មកទៅយើងយក start វានេះណាយើងធ្វើការចាំវាបន្តិចសិនហើយនេះចេញមកហើយចឹងចំពោះវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នា